មនុស្សយើងត្រូវតែចេះរំលឹកដាស់តឿនខ្លួនឯងត្រូវរកមូលហេតុឲ្យឃើញដើម្បីយកមកប្រដៅខ្លួនឯងកុំឲ្យប្រមាទកុំឲ្យខ្ជិលក្នុងការសិក្សាប្រណិប័តធម៌ម្យ៉ាងទៀតត្រូវពិចារណាអានិសង្សដែលជារង្វាន់ដ៏ធំដូចជាការដែលបានកើតមកជាមនុស្សការដែលបាននៅរស់ដល់សពថ្ងៃនិងការដែលបានដល់ព្រះរតនត្រ័យជាដើមដើម្បីសាងកម្លាំងចិត្តឲ្យដល់ខ្លួនឯងការចេះទូន្មានខ្លួននិងចេះសាងកម្លាំងចិត្តឲ្យខ្លួនឯងនេះសំខាន់ជាទីបំផុតនៅក្នុងទនវគ្គទី10នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបរិសអ្នកកំចាត់បងនៅអកុសលវិតកៈដោយសេចក្តីខ្មាស់បាបមានតិចក្នុងលោកបុគ្គលណាបន្តបងនៅការដេកលក់ដោយសេះល្អคล้ายរំពាត់បុគ្គលនោះរកបានដល់ក្រក្នុងលោកសេះល្អដែរនាយសារថីទូមានដោយរំពាត់តក់ស្លុតយ៉ាងណាអ្នកទាំងឡាយចូលជាបុគ្គលមានព្យាយាមមានសេចក្តីតក់ស្លុតយ៉ាងនោះឯងបើអ្នកទាំងឡាយប្រកបព្រមដោយសទ្ធាផងសិលផងព្យាយាមផងសមាធិផងធម៌វិនិច្ឆ័យផងជាអ្នកមានវិជ្ជានិងចរណៈដ៏បរិបូរណ៍មានស្មារតីតម្កល់មាំរមែងលះបង់សេចក្តីទុក្ខដែលមានប្រមាណច្រើននេះឯងបានមិនខានឡើយ